Tablet មួយនេះគឺមានរូបរាងស្អាតទំហំថ្មធំឯកត្រង់ភ្លឺច្បាស់ល្អហើយនៅពេលដែលទិញគឺទទួលបានជាមួយនឹងកាដូជាច្រើនទៀតហើយនេះគឺជា Blackview Mega 2ដែលខ្ញុំអាចនិយាយបានថាវាពិតជាស័ក្តិសមមែនទែនសម្រាប់សិស្សានុសិស្សដែលគាត់ត្រូវការ tablet ដើម្បីយកទៅរៀនដំបូងបំផុតខ្ញុំចង់និយាយអំពីការ design របស់ tablet មួយនេះដែលយើងទទួលបានជាមួយនឹងអេក្រង់ធំមែនទែនរហូតដល់12 inch IPS Full HD+ ជាមួយនឹងកម្រិត display រហូតដល់ 2K display resolution ផងដែរគុណសម្បត្តិនៃអេក្រង់ធំហ្នឹងគឺវាផ្ដល់ភាពងាយស្រួលដល់យើងមែនទែនក្នុងការដែលយើងមើលមិនថាយើងមើលវីដេអូយើងមើល YouTube យើងមើល Netflix យើងរៀនតាម online ឬក៏យើងធ្វើ presentation នោះទេហើយបើសិនជាយើងក៏លេចមកមើលការ design របស់ tablet មួយនេះវិញគឺឃើញថា build quality គេល្អអត់មានញ៉ៃទេគឺនៅខាងក្រោយគឺលាតស្អាតតែម្ដងដែល tablet មួយនេះគឺមានកម្រាស់8 mm ហើយចំពោះទម្ងន់វិញគឺត្រឹមតែ6ដល់15ក្រាមតែប៉ុណ្ណោះហើយបន្ថែមពីនឹងទៀតចំពោះ tablet មួយនេះគឺមានរហូតដល់3ពណ៌សម្រាប់ឲ្យយើងធ្វើការជ្រើសរើសទៅតាមតម្រូវការក៏ដូចជាចំណង់ចំណូលចិត្តរបស់យើងបានបើសិនជាយើងក៏លេចមកមើល spec របស់ tablet មួយនេះវិញគឺយើងទទួលបានជាមួយនឹង chipset Unisoc T615 octa-core processor ដែលវាភ្ជាប់មកជាមួយនឹង RAM ទំហំ 12GB បូកជាមួយនឹង storage 256GB ផងដែរបន្ថែមពីនឹងទៀតយើងក៏អាចធ្វើការប្រើប្រាស់ជាមួយនឹង Visual RAM រហូតដល់ 24GB ផងដែរអញ្ចឹងបើសិនជាយើងសរុបចូលគ្នាគឺរហូតដល់ 36GB RAM ហើយចំពោះ storage គឺយើងអាចធ្វើការបន្ថែមជាមួយនឹង TF card ផងដែរបានរហូតដល់ 2T ដែលវាផ្ដល់ភាពងាយស្រួលមែនទែនក្នុងការដែលយើងចង់ store ឯកសារឬក៏វីដេអូនៅក្នុង tablet នេះផ្ទាល់តែម្ដងនៅក្នុង tablet មួយហ្នឹងគឺខ្ញុំឃើញតាក់ទងជាមួយនឹង AI មួយចំនួនដែលវាផ្ដល់ភាពងាយស្រួលទៅដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងច្រើនមែនទែនដូចជា AI Smart Split Screen ដែលយើងអាចធ្វើការពុះបំបែក screen របស់យើងជា2 layout អញ្ចឹងយើងអាចធ្វើការបើកជា slide មួយជា note មួយសម្រាប់យើងកត់ត្រាបដារៀនបដាក៏បានដែរ AI Camera Optimization ដែលវាអាចធ្វើការជួយកែទៅលើ color របស់រូបភាពរបស់យើងហ្នឹងឲ្យវាមើលទៅឃើញស្រស់ស្អាតទាំងកាមេរ៉ាមុខហើយនិងកាមេរ៉ាក្រោយ AI Memory Expansion ដែលវាអាចជួយ allocate ទៅលើ Visual RAM របស់យើងហ្នឹងដើម្បីធ្វើការ boost performance នៅពេលដែល tablet ត្រូវការ tablet មួយនេះគឺវាដំណើរការនៅលើ Android 15ហើយខ្ញុំក៏បានធ្វើការប្រើប្រាស់ជាមួយនឹង tablet នេះមួយរយៈទៅលើការងារប្រចាំថ្ងៃគឺឃើញថាវា smooth ល្អខ្លាំងមែនទែនតាក់ទងជាមួយនឹងការដែលយើងកត់ត្រាការដែលយើងរៀនតាម video call Zoom call meeting ការដែលយើងត្រូវធ្វើ slide presentation អីគឺអត់មានបញ្ហាអីនោះទេអូខេឥឡូវយើងក៏លេចមកមើលអំពីកាមេរ៉ានៅលើ tablet មួយនេះវិញម្ដងនៅខាងក្រោយគឺយើងទទួលបានជាមួយនឹងកាមេរ៉ា16 megapixel ហើយចំពោះនៅខាងមុខវិញគឺយើងទទួលបានជាមួយនឹងកាមេរ៉ា8 megapixel អញ្ចឹងនៅលើកម្រិតប្រព័ន្ធនេះបើសិនជាយើងធ្វើការ call តាមរយៈ Zoom meeting online អីគឺអត់មានបញ្ហានោះទេហើយខ្ញុំក៏បានធ្វើការ test ផ្ទាល់ដែរគុណភាពរូបភាពដែលចេញពីកាមេរ៉ាមួយនេះទាំងកាមេរ៉ាមុខទាំងកាមេរ៉ាក្រោយគឺយើងអាចទទួលយកបានមុននឹងយើងបាននិយាយគ្នាអំពីកាមេរ៉ានៅលើ tablet មួយនេះហើយអញ្ចឹងខ្ញុំចង់និយាយអំពី AI មួយចំនួនដែលវាអាចជួយទៅដល់ការកែរូបភាពរបស់យើងដូចគ្នាដែលវាមានដូចជា AI Super Resolution ដែលវាអាចធ្វើឲ្យរូបភាពរបស់យើងល្អជាងមុនក៏ដូចជា AI Photo Editing ដែលនៅក្នុងហ្នឹងគឺមានដូចជា Magic Erase ដែលយើងអាចធ្វើការលុបវត្ថុដែលយើងមិនចង់បានចេញពីរូបភាព Sky Replacement ដែលយើងអាចធ្វើការផ្លាស់ប្ដូរ មេឃនៅពេលដែលយើងថតរូបបែប landscape Portrait Unblur ដែលយើងអាចធ្វើការ unblur ទៅលើរូបភាពរបស់យើងក៏ដូចជា Color Focus ដែលយើងអាចធ្វើការប្រើប្រាស់ទៅតាមតម្រូវការរបស់យើងបានផងដែរអញ្ចឹងយើងបានដឹងអំពី spec យើងបានដឹងអំពី performance របស់វាហើយឥឡូវនេះគឺយើងនិយាយអំពីគុណភាពថ្មម្ដងដែលវាបំពាក់មកជាមួយនឹងថាមពលថ្ម 9000 mAh ម៉ោងដែលទំហំថ្មប៉ុណ្ណេះគឺយើងអាចប្រើបានមួយស្រឡាញ់តែម្ដងហើយបើយកទៅតាមបទពិសោធន៍របស់ខ្ញុំប្រើទៅលើការងារតិចតួចការ browsing ការដែលយើងបើក communication តាម social media អីតិចតួចគឺខ្ញុំអាចធ្វើការប្រើបានរហូតដល់2ថ្ងៃប៉ុន្តែខ្ញុំចង់បញ្ជាក់បងប្អូនអរគុណដែរថាការស៊ីថ្មគឺវាស៊ីសងទៅលើការប្រើប្រាស់របស់យើងដូចគ្នាបន្ថែមពីនឹងទៀតចំពោះ tablet មួយនេះគឺប្រើប្រាស់ជាមួយនឹងកម្លាំងសាក 18W fast charge ដែលយើងចំណាយពេលប្រហែលជាជាង2ទៅ3ម៉ោងគឺយើងអាចធ្វើការសាកថ្មបានមកពេញហើយអញ្ចឹងអត់ចាំបាច់បារម្ភនោះទេថាអំពូលថ្មក៏ធំហើយបើសិនជាប្រើអស់យើងសាកតែមួយផ្លែទៅគឺពេញហើយយើងអាចធ្វើការយកទៅប្រើប្រាស់បានទៀតអ្វីដែលខ្ញុំកត់សម្គាល់អំពី tablet មួយនេះគឺតាក់ទងជាមួយនឹងគុណភាពសំឡេងរបស់វានៅពេលដែលខ្ញុំបានធ្វើការប្រើប្រាស់ទៅលើការចាក់ចម្រៀងការមើលរឿងនៅលើហ្នឹងគុណភាពសំឡេងដែលយើងទទួលបានពីលើ tablet មួយនេះគឺថាអេមខ្លាំងមែនតើហើយចំពោះ tablet នេះដែរគឺយើងអាចធ្វើការប្រើប្រាស់បាន SIM រហូតដល់2ផងដែរចំណុចមួយខ្ញុំជឿថាបងប្អូនមួយចំនួនដែលគាត់នឹងយក tablet នេះទៅរៀនគាត់តែងតែបារម្ភមួយថាតិចដាក់នៅលើតុទៅមានមិត្តភ័ក្តិចូលមក check មើលឯកសារឬក៏លួចប្រើប្រាស់ទៅលើ tablet យើងអីអញ្ចឹងបើសិនជាអ្នកនរប្រើជាមួយ tablet មួយនេះគឺមិនបាច់បារម្ភទេគេមានជាមួយនឹងមុខងារ Face Unlock ដែលយើងមិនចាំបាច់បារម្ភទេយើងគ្រាន់តែបើកមុខងារមួយហ្នឹងទៅគឺមានតែយើងឯងទៅអាចចូលទៅប្រើ tablet មួយហ្នឹងអូខេខ្ញុំបានប្រាប់អ្នកនរនេះអំពីចំណុចសំខាន់របស់ tablet មួយនេះហើយបើសិនជាយើងនិយាយអំពីតម្លៃវិញចំពោះ tablet នេះគឺមានតម្លៃត្រឹមតែ$199តែប៉ុណ្ណោះប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងទទួលបានជាមួយនឹងកាដូថែមជូនច្រើនខ្លាំងមែនទែនយើងទទួលបានជាមួយនឹង keyboard មួយយើងទទួលបានជាមួយនឹង screen បិទការពីអេក្រង់មួយក៏ដូចជា wireless mouse មួយកាសខ្សែមួយខ្សែសាក USB មួយដុំសាកមួយហើយនឹងប៊ិចនេះមួយទៀតអត់ទាន់អស់ទេអ្នកនរគ្នាយើងទទួលបានជាមួយនឹង wireless control នេះមួយទៀតក៏ដូចជាប៊ិចមួយនេះសម្រាប់ដែលយើងធ្វើការប្រើប្រាស់ក្នុងការ
ហើយជាមួយនឹង tablet មួយនឹងផងដែរនិយាយទៅកាដូច្រើនខ្លាំងមែនទែនហើយមិនមែនធ្វើតែកាដូប៉ុណ្្នឹងទេចំពោះ tablet មួយនេះគឺមានការធានារហូតដល់1ឆ្នាំផងដែរអញ្ចឹងយើងអាចធ្វើការទិញប្រើប្រាស់ដោយអត់ចាំបាច់បារម្ភនោះទេហើយបើសិនជាបងប្អូនចង់ធ្វើការទិញគឺបងប្អូនអាចធ្វើការតាក់ទងទៅកាន់ page ខាងលើនេះបានសរុបជារួមមកខ្ញុំគិតថា tablet មួយនេះគឺវាពិតជាស័ក្តិសមសម្រាប់បងប្អូនដែលគាត់សិក្សានៅសាកលវិទ្យាល័យដែលគាត់ត្រូវការ tablet មួយដើម្បីធ្វើការរៀនសូត្រការ presentation ការរៀនតាម online អីគឺអាចពិចារណាបានអេក្រង់ច្បាស់ល្អទំហំថ្មធំសំខាន់ទិញតែ tablet នេះមួយគឺមកមួយឈុតតែម្ដងយើងអត់ចាំបាច់ត្រូវការទិញអីថែមនោះទេហើយយើងអាចយកវាប្រើប្រាស់ជា tool សម្រាប់រៀនក៏បានធ្វើ assignment ក៏បានយប់ឡើងយកមកមើលរឿងក៏បានយកមកលេង game ក៏បានទៀតនិយាយទៅគឺជាកញ្ចប់តែម្ដងអញ្ចឹងបងប្អូនទាំងនេះយល់យ៉ាងណាដែរចំពោះ tablet មួយនេះកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមហើយយើងជួបគ្នានៅវីដេអូក្រោយ